បាទជំរាបសួរអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងមកបន្តមេរៀនបន្តទៀតដោយសារមានទិដ្ឋភាពទិន្នន័យច្រើនអញ្ចឹងចេះធ្វើមេរៀនណាថ្ងៃនេះយើងយកការទាញយកទិន្នន័យ boundary ណាមួយយកមកសិក្សាពី OpenStreetMap ដូចដែលអ្នកបានឃើញអញ្ចឹងតោះទៅចូលកម្មវិធី QG ទាំងអស់គ្នាយើងបើកកម្មវិធី QG មកហើយយើងបង្កើត empty project មួយបាទចុចលើ blank page ហ្នឹងមកដើម្បីបង្កើត empty project មួយបន្ទាប់មកទៀតគឺយើងនៅកន្លែង browser panel យើងចុចកន្លែង OpenStreetMap មួយនេះមក double click លើវាមកហើយយើង scroll zoom ទៅរកប្រទេសទីតាំងប្រទេសកម្ពុជារបស់យើងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបទាញយកទិន្នន័យ boundary ខេត្តឬក៏ស្រុកនៅក្នុងកម្មវិធី QGIS អញ្ចឹងយើង zoom មកដល់ខ្ញុំឧទាហរណ៍ថាខ្ញុំចង់បាន boundary ខេត្តស្ទឹងត្រែងមួយអញ្ចឹងខ្ញុំត្រូវប្រើ plugin មួយដែលមានឈ្មោះថា OSM Info អញ្ចឹងយើងចូល plugin មកហើយយើងចុច search រកវាមកបាទនៅក្នុង plugin manager search ដាក់ថា OSM Info បាទពីពាក្យ OSM Info មកនៅក្នុង plugin បាទបន្ទាប់មកយើងចុចលើវាចុចលើ OSM Info នេះហើយចុច install plugin បន្ទាប់មកយើង close ផ្ទាំង dialog នឹងចោលទៅហើយយើងនឹងឃើញ menu bar icon OSM Info for point នៅខាងនេះឬយើងចុចចូល web OSM Info get OSM Info for a point ចុចលើវាមកបាទបន្ទាប់មកយើងយកមក click នៅកន្លែងណាដែលយើងចង់បាន boundary ឬតំបន់ទីតាំងណាដែលយើងចង់សិក្សាបន្ទាប់មកវានឹងបង្ហាញទិន្នន័យនៅខាងស្ដាំដៃនេះបាទនៅស្ដាំដៃនេះយើង tick មើលមួយមកចុចលើវាមួយមកវាមានស្ទឹងត្រែងឃើញទេហើយមានស្រុកសៀមប៉ាងមួយទៀតបាទយើងចង់បានទិន្នន័យមួយណាយើងរើសទិន្នន័យមួយហ្នឹងឥឡូវខ្ញុំយកទិន្នន័យខេត្តស្ទឹងត្រែងមួយចុះបាទហើយខ្ញុំ click ច្រឡំហើយ click សុទ្ធថ្មីវិញទៀតបាទហ្នឹងត្រូវភ្ជាប់អ៊ីនធឺណិតបាទអ្នកនរគ្នានេះជា tip សំខាន់មួយដែរសម្រាប់បងប្អូនទាំងអស់គ្នាក្នុងវិស័យការផលិតផែនទីឬក៏សិក្សាលើវិស័យផ្សេងៗទៀតបាទអញ្ចឹង click មកស្ដាំលើស្ទឹងត្រែងមកយើងដាក់ cell feature select បាទនេះវាបាន cell មួយហើយអូខេខ្ញុំដោះ tick ឲ្យមើលបាទហើយ click មកស្ដាំ open property មើលវាមានកូដវាមានឈ្មោះជាខ្មែរឈ្មោះជាឡាតាំងអីត្រឹមត្រូវបាទគឺល្អមែនតើយើងមិនបាច់ចាំវាយបញ្ចូលទៀតទេនៅក្នុងតារាង attribute របស់វាបាទអញ្ចឹង plugin នេះមានឈ្មោះថា OSM Info បាទគឺងាយស្រួលបាទអញ្ចឹងយើងចង់បានទីតាំងអីទៀតយើងចុចលើ OpenStreetMap មកយើងយក mouse select ចំកន្លែងនោះមកឥឡូវនេះកន្លែងនេះគឺខ្ញុំចាប់ដើម save វាចុចលើសញ្ញាមូលនេះមកមួយជ្រុង save បាទ save វាដាក់កន្លែងណាក៏បានដែរកើត folder មួយខ្ញុំ save ជា opaque ណាដើម្បីវាជាកញ្ចប់អាហ្នឹងវាអត់អញ្ញៃដូចជាប្រភេទ save file វាមាន file 3 4អញ្ចឹងហើយជា opaque មាន file តែមួយទេនៅក្នុងកញ្ចប់ដូចយើងជា file zip អញ្ចឹងបាទហើយវាជា file ទំនើបអាចផ្ទុករូបភាពផ្ទុកទិន្នន័យបានច្រើនជាង save file បាទអញ្ចឹងយើងដាក់ឈ្មោះវាមកហើយចុច save ជាការស្រេចហើយបាទដោយសារវាអត់ទាន់នេះបាទខ្ញុំ save ឈ្មោះដាក់អញ្ចឹងចុះហើយចុច save មកបាទហើយកន្លែង layer name នេះគឺដាក់ស្ទឹងត្រែងដដែលទៅបាទហើយចុច OK បាទចុច OK មកជាការស្រេចហើយអញ្ចឹងយើងបាន boundary របស់ខេត្តមួយហើយអញ្ចឹងនៅសល់ boundary ស្រុកគឺយើង select តទៀតណាយើងបើក OpenStreetMap មកយើង select តទៀតបាទដូចតែខេត្តដែរទេបាទយើងសៀមប៉ាងនេះមកយើងប៉ុន្តែខុសគ្នាបន្តិច right click ហើយយកពាក្យថា cell feature in select layer បាទន័យថាយើង cell ស្រុកសៀមប៉ាងនេះនៅក្នុងខេត្តស្ទឹងត្រែងបាទដែលយើងបាន cell ពីមុនមកណាហ្នឹងហើយចុច yes មករួចហើយបាទណា click មកខាងស្ដាំ click មកខាងស្ដាំលើស្រុកសៀមប៉ាង cell select feature layer ចុច yes បាទប៉ុណ្ណឹងមកយើង open click មកស្ដាំ open តារាង attribute មកយើងឃើញថាស្រុកសៀមប៉ាងបានចូលទៅក្នុងខេត្តស្ទឹងត្រែងយើងហើយបាទនេះវាមានលេខកូដ1903បាទឥ
លេខកូដខេត្តយើងរៀនមើលតាមហ្នឹងណាលេខកូដខេត្តយើងគឺ1901រហូតដល់1906បាទកូដខេត្តគឺកូដ19ស្រុកគេរាប់ពី01រហូតដល់06ថែមពីនឹងទៀតណាឥឡូវខ្ញុំคลิกនៅបរិយាស្វាយមួយនោះវាមានចេញជាទន្លេចេញជាស្អីឲ្យយើងមើលអាចយកទន្លេមកសិក្សាបានទៀតអញ្ចឹងខ្ញុំคลิกដដែលលើបរិយាស្វាយ Self Feature in Select Layer ដដែលទេណាកន្លែងហ្នឹងណាតាមមើលឲ្យតាន់ណាកន្លែងហ្នឹងដែលទេបាទអញ្ចឹងយើងបានស្រុកបរិយាស្វាយមួយទៀតហើយបាទនេះស្រុកបរិយាស្វាយនេះខ្ញុំคลิกនៅលើស្រុកថ្លាបរិវត្តម្ដងបើយើងអត់ដឹងថានៅស្រុកណានេះយើងមានអក្សរស្រាប់នៅលើ OpenStreetMap គឺមានអក្សរស្រាប់ពេលយើង zoom មកណានេះបាទធ្វើតែដដែលទៅដើម្បីឲ្យគ្រប់បាទដូចជាខេត្តស្ទឹងត្រែងមាន5ស្រុក1ក្រុងបាទណានេះយើងបាន3ស្រុកហើយ3ស្រុកមិនមែនបុកស្រីទេធីកលើសេសានមួយទៀតធីកលើក្រុងស្ទឹងត្រែងមួយចុះបាទនេះជាចំហ្នឹងមកវាចេញហើយណាហើយយើងคลิกមកលើស្ទឹងត្រែង municipality មិនទេស្ដាប់អានចេញទេបាទ select feature មកដូចគ្នាមកបាទធ្វើលឿនតិចទៅហ្នឹងហើយកុំឲ្យស៊ីម៉ោងស៊ីពេលពេកបាទសម្រាប់អ្នកតាមដានទស្សនាទាំងអស់សូមកុំភ្លេចអ្នកសិក្សាទាំងអស់សូមកុំភ្លេចចុច subscribe ចំពោះអ្នកថ្មីហើយកុំភ្លេចជួយ like ជួយ share ផងបាទដើម្បីជាកម្លាំងចិត្តបាទនេះតនេចេះធ្វើលេងណាហ្នឹងហើយមកយើងភ្លេចលោទុកចោលទៅថ្ងៃណាមួយយើងភ្លេចយើងបើកមើលវីដេអូយើងទៅបាទអរគុណច្រើនអរគុណសម្រាប់ការគាំទ្រពីបងប្អូនទាំងអស់គ្នាបាទទោះបីបានតិចក្តីច្រើនក្តីក៏តែគាំទ្រដែរហ្នឹងហើយបាទពេលដែលយើងធ្វើគ្រប់អស់យើង close ទាំង dialog វិញមកបន្ទាប់មកយើងឃើញហើយយើងនឹងបាននៅ boundary ខេត្តមួយហើយយើងចូលលើរូបបាតដៃវិញមកដើម្បីមួយរួមវាមើលទៅហើយយើងคลิกមកស្ដាម open trang attribute ឬក៏ show label បាទឃើញទេវាចេញមកទាំងអស់ហ្មងបាទទាំងខេត្តស្ទឹងត្រែងក៏ចេញមកដែរបាទបើយើងចង់លុបខេត្តចេញយើងក៏លុបទៅណាវាអញ្ចឹងដើម្បីលុបខេត្តអានេះវាឃើញខេត្តជាន់គ្នាអញ្ចឹងខ្ញុំដាក់អក្សរ label ឲ្យវាស្អាតបន្តិចចូលក្នុង label ហើយជ្រើសរើសកន្លែង font នេះដាក់ font ឲ្យលយតិចមកយក buffer ហើយយក shadow មក fix វាឲ្យ apply ទៅដើម្បីឲ្យវាឃើញច្បាស់ផុសដិតដែរណាហ្នឹងហើយបន្ទាប់មកយើងនឹងទទួលបានផែនទីនេះអូខេនោះគឺមានខេត្តមានក្រុងបាទបើយើងមិនចង់លុបគឺអត់ដែរបើយើងចង់លុបយើងចូលលើ layer ដែលយើងបាន save ថ្មីហ្នឹងមក layer ខេត្តស្ទឹងត្រែងនោះហើយបន្ទាប់មកយើងចុចលើរូបខ្មៅដៃនេះហើយយើងคลิกមកស្ដាំ open attribute table ហើយយើង select ខេត្តហ្នឹងលុបចោលទៅបាទបើយើងអត់ចង់បានវាណាលុបចោលទៅបាទយើងលុបខេត្តវានៅ boundary ហើយយើងចុច save មកចុចបិទខ្មៅដៃវិញបាទយើងលុបខេត្តតែវានៅ boundary របស់ស្រុកទាំង6ក្រុងស្រុកហ្នឹងគឺយើងអាចយកមកសិក្សាបានហើយបាទយើងចង់ save ខេត្តនឹងផ្ដាច់ដោយ like ក៏បានដែរបាទអរគុណច្រើនហ្នឹងហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់ការតាមដានទស្សនាជូនពរសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានគ្រប់គ្នាជម្រាបលា